iPhone XS Max ពុកម៉ាបងប្អូនសម្រាប់ពុកម៉ែបងប្អូនមានទូរស័ព្ទពី iPhone X ដល់ iPhone 11 Pro Max ពុកម៉ែបងប្អូនដែលមានបញ្ហាជាប់iCloud ណាពុកម៉ែបងប្អូនជាប់ iCloud ហើយពុកម៉ែបងប្អូននៅជាប់លេខកូដដៃពុកម៉ែបងប្អូនកុំបារម្ភគឺយើងមានឧបករណ៍សម្រាប់ធ្វើការ bypass វាយើងធ្វើការ bypass ហើយគឺប្រើប្រាស់បានទាំងអស់ណាពេលដែលយើង bypass ហើយដូចពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺយើង bypass បានប្រើស៊ីមបានក៏ប៉ុន្តែបញ្ជាក់ណាពុកម៉ែបងប្អូនគឺទូរស័ព្ទពុកម៉ែបងប្អូនមាន iCloud ជាប់សោពុកម៉ែបងប្អូនជាប់សោលើអេក្រង់ណាពុកម៉ែបងប្អូនបានយើង bypass ប្រើស៊ីមបានពេលដែលយើងចាញ់ Hello ហើយពេលដែលយើងចាញ់ដូចបុកនិយាយហើយពុកម៉ែបងប្អូនគឺយើង bypass ប្រើប្រាស់ស៊ីមអត់បានទេណាបញ្ជាក់ណាដូចពុកម៉ែបងប្អូនដាត់ចំណាំតែងឆាតសួរអញ្ចឹងហើយឥឡូវទូរស័ព្ទនេះពុកម៉ែបងប្អូនគឺយើងធ្វើការ bypass រួចហើយណាគឺយើង bypass តាមកម្មវិធី Unlock Tool ហើយសម្រាប់ឧបករណ៍ប្រើប្រាស់ពុកម៉ែបងប្អូនគឺយើងមាន2នាក់ណាដើម្បីប្រើប្រាស់ធ្វើការ bypass វាហើយបើពុកម៉ែបងប្អូនចង់បានឧបករណ៍នេះអាចតំណងមកតាមរយៈ Telegram ដែលខ្ញុំដាក់ហ្នឹងបងប្អូនខ្ញុំអត់មានលក់ទេក៏ប៉ុន្តែខ្ញុំអាចតាក់ទងឲ្យបងប្អូនបានណាអត់អីទេមកឥឡូវយើងមកមើលទូរស័ព្ទយើងវិញបងប្អូនដែលបាន bypass ហើយអានេះទូរស័ព្ទនេះជាប់ iCloud តែយើង bypass ហើយបងប្អូនពេលដែលយើង bypass ហើយវាដំណើរការធម្មតាដូចមុនពេលដែលយើង bypass ហើយយើងចង់ដាក់ iCloud មួយទៀតក៏បានដែរបងប្អូនអត់អីទេយើងប្រើប្រាស់បានដូចមុនបញ្ជាក់ណាក៏ប៉ុន្តែតទូរស័ព្ទហ្នឹងនៅជាប់ iCloud តែនៅជាប់សោអត់ទាន់បានរាយតែរាយហើយ bypass ប្រើស៊ីមឡើងកើតដែរដូចពេលដែលបើសិនជាយើងដាក់ iCloud មួយទៀតបងប្អូនយើងដាក់បាន iCloud ណានេះដាក់ទៅឡើងស៊ីមហ្មងបងប្អូនឥឡូវយើង cancel សិនណាយើងធ្វើតេស្តបានហ្មងណាយើង skip ទៅ skip បានអស់ទៅមើលយើងវាដល់មនុយនេះពុកម៉ែបងប្អូនមិញដូចពុកម៉ែបងប្អូនឃើញអញ្ចឹងគឺស៊ីមគេខលមកមិញអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានទូរស័ព្ទពី X ដល់11 Pro Max ឥឡូវយើងធ្វើបានដល់11 Pro Max ណាពុកម៉ែបងប្អូនគឺយើងអាច bypass ប្រើប្រាស់ស៊ីមបានស្រួលពុកម៉ែបងប្អូនឥឡូវងាយទេក៏ប៉ុន្តែបញ្ជាក់ពុកម៉ែបងប្អូនទូរស័ព្ទនៅជាប់សោណាបានយើង bypass ប្រើស៊ីមបានបើពុកម៉ែបងប្អូនបុកហើយគឺប្រើប្រាស់ស៊ីមឡើងបានហើយនេះពុកម៉ែបងប្អូនសាប់នេះបុកមកយើងពេលដែលយើងធ្វើមកដូចធម្មតាអញ្ចឹងយើងចង់ចាក់ iCloud មួយទៀតក៏បានដែរក៏ប៉ុន្តែពេលដែលយើងចាក់ iCloud មួយទៀតពុកម៉ែបងប្អូនទូរស័ព្ទហ្នឹងគឺវាជាប់ជាមួយ iCloud ដែលយើង bypass មុនអត់ជាប់នៅក្រោយហ្នឹងឯណាបញ្ជាក់តែយើងប្រើអីបានទាំងអស់ Apple ID អីហ្នឹងហើយពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍bypass ពុកម៉ែបងប្អូនអាចតំណងមកបានណាយើងមាន bypass ចាប់ពី X ដល់11 Pro Max ហើយពុកម៉ែបងប្អូនសូមបញ្ជាក់ម្ដងទៀតណាទូរស័ព្ទដែល bypass ប្រើប្រាស់ SIM បានគឺទូរស័ព្ទពុកម៉ែបងប្អូនដែលនៅជាប់សោសោ lock screen ណាពុកម៉ែបងប្អូនជាប់សោ lock screen ហ្នឹងយើង bypass ទៅគឺប្រើប្រាស់ SIM បានក៏ប៉ុន្តែបើពុកម៉ែបងប្អូនចេញ Hello បានរាយហើយគឺយើងធ្វើទៅរួចទេពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេចុងក្រោយពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe Channel មួយផង Follow Page Like Share ដើម្បីជួបគ្នានៅវីដេអូក្រោយអរគុណជំរាបលា